បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាបាទសិស្សនិស្សិតដែលកំពុងតែតាមដាននិងស្រាវជ្រាវអំពីការព្យាបាលសត្វនិងឱសថថ្ងៃនេះលោកគ្រូនឹងបង្ហាញអំពីរបៀបពិនិត្យសម្បកឱសថដើម្បីព្យាបាលជំងឺសត្វបាទពីព្រោះកាលណាដែលយើងទៅព្យាបាលសត្វកិច្ចការដែលយើងត្រូវតែធ្វើមុនគេនោះគឺយើងទៅទិញថ្នាំបាទគឺយើងត្រូវទៅទិញថ្នាំឬក៏ឱសថសិនណាអញ្ចឹងពេលដែលពេទ្យឲ្យមកបាទកន្លែងឱសថដ្ឋានគេឲ្យមកហ្នឹងមិនមែនថាចាំតែគេប្រាប់បានយើងអាចប្រើបានទេពេលខ្លះទៅយើងទៅទិញថ្នាំអញ្ចឹងយើងពេទ្យភ្លេចប្រាប់ហើយយើងក៏ភ្លេចសួរបាទតែទិញថ្នាំអាងស្គាល់ដបថ្នាំហើយអាងស្គាល់ថ្នាំហើយទៅទិញថ្នាំហើយយកដល់ពេលមកដល់ផ្ទះអត់ដឹងថាមើលយ៉ាងម៉េចបាទអញ្ចឹងថ្ងៃនេះលោកគ្រូនឹងបង្ហាញអំពីរបៀបពិនិត្យមើលសម្បកឱសថដើម្បីធ្វើការព្យាបាលសត្វបាទបច្ចុប្បន្នថ្នាំសត្វនិងឧបករណ៍ប្រើប្រាស់សម្រាប់ព្យាបាលសត្វក្នុងប្រទេសកម្ពុជាបាននឹងកំពុងនាំចូលពីប្រទេសជាច្រើនដូចជាបារាំងអង់គ្លេសអាមេរិកាំងចិនកូរ៉េបែលហ្សិកថៃនិងប្រទេសវៀតណាមដែលមានចំនួនច្រើនជាងគេដើម្បីសម្រួលដល់ការហៅឈ្មោះនិងការប្រើប្រាស់មានប្រសិទ្ធភាពយើងបានបែងចែកឈ្មោះដបច្រកថ្នាំនិងសមាសធាតុថ្នាំដែលមានទម្រង់ជាម្សៅឬទឹកថ្នាំបាទសូមបញ្ជាក់ដែរត្រង់ចំណុចនេះថ្នាំយើងមានតែប្រហែល100ប្រភេទទេណាបងប្អូនបាទដូចបងប្អូននឹងស្រាប់ហើយមេរៀនមុនកន្លងមកនេះគឺយើងបានបែងចែកថ្នាំជាអង់ទីប៊ីយោទិកថ្នាំ Sulfamide បាទថ្នាំប្រឆាំងការរលាកបាទអញ្ចឹងដល់ពេលគេផ្សំចុះផ្សំឡើងទៅវាចេញជាដបថ្នាំបាទជាប្រភេទថ្នាំច្រើនពាន់ប្រភេទទៀតហើយដល់ពេលអញ្ចឹងបើយើងទៅយកដបថ្នាំនឹងយកមករៀនទាំងអស់បាទរៀនមិនអស់ទេប៉ុន្តែបើសិនជាបងប្អូនរៀនតាមខ្ញុំបាទតែ20ភាគជាងហ្នឹងបងប្អូនអាចមានសមត្ថភាពដើម្បីមើលឈ្មោះឱសថបាទពិនិត្យមើលថាអូថ្នាំនេះមានឈ្មោះថ្នាំនេះថ្នាំអង់ទីប៊ីយោទិកដបថ្នាំនេះមានជាប្រភេទ Sulfamide បាទគេផ្សំជាមួយប្រឆាំងការលាកមានថ្នាំវីតាមីនអីចឹងទៅបាទប៉ុន្តែគ្រាន់ថានៅទីនេះឥឡូវនេះបាទខ្ញុំអត់ទាន់បានបង្ហាញរឿងនឹងបង្រៀនអំពីអ្វីទៅដែលហៅថាពពួកវីតាមីនបាទអញ្ចឹងវីតាមីននៅមេរៀនក្រោយៗទៀតបាទខ្ញុំនឹងធ្វើជូនបាទអញ្ចឹងនៅទីនេះគឺយើងបាទគឺខ្ញុំនឹងបង្ហាញអំពីបាទប្រភេទថ្នាំបាទថាយើងមើលយ៉ាងម៉េចបាទយើងមើលសម្បកថ្នាំណាបាទអញ្ចឹងបាទទី1គឺឈ្មោះដបថ្នាំឈ្មោះដបច្រកថ្នាំបាទចា៎នេះវាគឺជាឈ្មោះពាណិជ្ជកម្មដែលដាក់ដោយប្រទេសឬកន្លែងផលិតវាមានភាពងាយស្រួលក្នុងការហៅឬក៏បង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការប្រើប្រាស់និងសួររកទិញតោះចំណុចនេះខ្ញុំលើកឧទាហរណ៍ថាឧបមាថាឈ្មោះថ្នាំវាមាន3ប្រភេទហើយផ្សំចូលក្នុងដបតែមួយដល់អញ្ចឹងទៅបានគេបង្កើតឈ្មោះពាណិជ្ជកម្មមួយបាទដើម្បីឲ្យងាយស្រួលហៅបាទបើយើងដាក់ឈ្មោះឱសថតែម្ដងវាមានវែងហើយវាហៅច្រើនបាទអាចឈ្មោះ2ជួរ3ជួរអញ្ចឹងទៅប៉ុន្តែដល់ពេលយើងដាក់បង្កើតឈ្មោះពាណិជ្ជកម្មយើងហៅតែ1ម៉ាត់2ម៉ាត់ឬក៏5ម៉ាត់ហ្នឹងអស់បាត់បាទជាបន្តទៀតគឺសមាសធាតុថ្នាំសមាសធាតុថ្នាំនេះគឺចង់សំដៅទៅលើឈ្មោះគីមីបាទឈ្មោះធាតុសកម្មដែលគ្មាននរណាម្នាក់អាចខ្លែងបន្លំបានក្នុងថ្នាំមួយដបឬមួយកញ្ចប់អាចមានថ្នាំមួយប្រភេទឬចាប់ពី2ប្រភេទឡើងទៅបាទអញ្ចឹងមិនមានតែត្រឹមនេះណាអាចមាន1ប្រភេទ2ប្រភេទ5ប្រភេទមានដល់10ប្រភេទនោះបាទបើអង្គទីយោតិចវិញបាទ
មានដល់5 6 ឬក៏10ប្រភេទនោះបាទគេលាយអង់ទីយ៉ូទិកលាយអេឡិចត្រូលីតបាទលាយច្រើនបាទអញ្ចឹងអ្នកប្រើប្រាស់ត្រូវដឹងអំពីត្រូវដឹងឲ្យបានច្បាស់អំពីឈ្មោះគីមីបាទឈ្មោះថ្នាំដូចជាអង់ទីយ៉ូទិកឬក៏សូហ្វាមីតឬក៏ថ្នាំប្រឆាំងការរលាកអីចឹងណាបងប្អូនបាទនឹងត្រូវដឹងអំពីទំហំសកម្មភាពប្រឆាំងនឹងមេរោគដើម្បីឈានដល់ការសម្រេចចិត្តប្រើប្រាស់វាបាទបន្តទៀតបាទត្រង់នេះលោកគ្រូនឹងបង្ហាញអំពីសម្បកផ្ទាល់តែម្ដងបាទដែលជាផលិតផលរបស់ក្រុមហ៊ុន Bio ផលិតផលរបស់ក្រុមហ៊ុន Bio នេះគឺប្រទេសដើមហ្នឹងគឺឈ្មោះបាទ Bio ហ្នឹងបានន័យថាជាប្រភេទឈ្មោះក្រុមហ៊ុនណាបងប្អូនបាទហើយ Spera នេះគឺឈ្មោះឱសថផ្សំគ្នាឈ្មោះគីមីខាងក្រៅបងប្អូនបាទBiospera colistin សក្រមខមសហ្នឹងអាហ្នឹងគឺជាឈ្មោះពាណិជ្ជកម្មហើយឈ្មោះពាណិជ្ជកម្មហ្នឹងគេ combine bio គ្នាហ្មងបងប្អូនបាទឈ្មោះដូច bio នេះគឺជាឈ្មោះក្រុមហ៊ុន bio ចំណែក Spera នេះគឺមកពីពាក្យថា Speramycin ហើយ colistin នេះគឺមកពីពាក្យ colistin sulfate បាទអញ្ចឹងគេ combine វាដើម្បីឲ្យងាយស្រួលហៅអញ្ចឹងមកណាបងប្អូនបាទនេះហៅថាឈ្មោះពាណិជ្ជកម្មចំណែកនេះឈ្មោះគីមីបងប្អូនបាទខាងក្រោមគេដាក់ថា formulation ហ្នឹងបាទគឺក្នុង1មីលីលីត្របាទគេដាក់ខាងក្រោមនេះបាទមាន Speramycin បាទຂະຫນាតហ្នឹងគេគិតជា IU បាទ IU ហ្នឹងមានន័យថាមកពីពាក្យថា international unit បាទហើយមានសមាសធាតុមួយទៀតគឺcolistin sulfate បាទហើយបាទថ្នាំនេះគឺមាន3ប្រភេទចូលគ្នាណាបងប្អូនបាទមាន proisin មួយទៀតណា proisin chlor 0.4 មីលីក្រាមអានេះគឺវាមានប្រសិទ្ធភាពទៅលើសួតណាបងប្អូនបាទ promisin ហ្នឹងណាបាទហើយមួយទៀតតកតងទៅនឹងសន្ទុះបាទតកតងសន្ទុះគឺបានន័យថារបៀបប្រើប្រាស់បាទថាថ្នាំហ្នឹងវាមានអត្ថប្រយោជន៍ហ្នឹងទៅលើជំងឺអីខ្លះបាទនៅក្នុងហ្នឹងគេសេជាភាសាអង់គ្លេសបាទគឺវាមាន poultry បាទ poultry ហ្នឹងបានន័យថាយើងចេះអង់គ្លេសយើងអាចអានខ្លះណាបងប្អូនបាទកាត់យល់បាទប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំច្បាស់តែម្ដងបាទpoultry ហ្នឹងគឺមាន់ទាហ្នឹងឯងបងប្អូនបាទវាមានជំងឺ COD CCOD complex sinusitis បាទ condylitis បាទមានជំងឺច្រើនប្រភេទបាទដែលជប់ថ្នាំមួយដបហ្នឹងមានប្រសិទ្ធភាពបាទអញ្ចឹងគឺមានច្រើនណាបងប្អូនបាទមានជំងឺប៉ុណ្ណឹងដែលវាមានប្រសិទ្ធភាពខ្ពស់បាទហើយមួយទៀតគឺកម្រិតថ្នាំបងប្អូនបាទតកតងទៅនឹងកម្រិតថ្នាំហ្នឹងគឺចង់និយាយថាក្នុងមួយដបហ្នឹងបាទក្នុងមួយដបហ្នឹងគេមានថ្នាំ100មីលីលីត្រអញ្ចឹងក្នុង1លីលីត្រហ្នឹងគឺអាចប្រើបានទម្ងន់5គីឡូនៃទម្ងន់ខ្លួនបាទអញ្ចឹងក្នុងមួយថ្ងៃបងប្អូនគេគិតជាក្នុងមួយថ្ងៃបាទហើយវាមានបាក់សីវាមានកូនជ្រូកកូនគោបាទហើយនឹងគោក្របីបាទ castor អញ្ចឹងតើតើកម្រិតថ្នាំនេះយើងគួរតែចេះភាសាខ្លះដែរបាទយើងអាចកាត់យល់បានឬក៏ឥឡូវហ្នឹងបច្ចេកទេសទំនើបបងប្អូនបាទយើងគ្រាន់តែយកទូរស័ព្ទមកចុចរូបហ្នឹងហើយ scan វឹបចេញជាភាសាខ្មែរទាំងអស់ងាយស្រួលមែនទែនបាទប៉ុន្តែគ្រាន់តែការបកប្រែពេលខ្លះក៏មិនប្រកាសថាត្រឹមត្រូវ 100% ដែរបាទអញ្ចឹងបងប្អូនត្រូវតែច្បាស់ខ្លួនឯងមើលបើមិនច្បាស់ទេបងប្អូនត្រូវរៀនបន្ថែមទៀតបាទយូរទៅគង់តែចេះព្រោះនៅក្នុង channel ខ្ញុំនេះទៅថ្ងៃអនាគតគឺខ្ញុំនឹងបន្តធ្វើឲ្យអស់ពីចម្ងល់បងប្អូនបាទបងប្អូនឆ្ងល់ត្រង់ណាសួរត្រង់ហ្នឹងទៅខ្ញុំនឹងបង្ហាញឲ្យអស់បាទមួយទៀតគឺកាលបរិច្ឆេទអានេះសំខាន់ណាស់បងប្អូនបាទពីព្រោះបាទបើយើងអត់ដឹងទេអត់ដឹងកន្លែងពិនិត្យទេដល់ពេលយើងយកមកថ្នាំយើងវាហួសសុពលភាពប្រើប្រាស់ហើយដល់ពេលហួសសុពលភាពប្រើប្រាស់បានន័យថាថ្នាំហ្នឹងវាអស់ប្រសិទ្ធភាពក្នុងការព្យាបាលជំងឺសត្វហើយដល់ពេលបងប្អូនយកមកប្រើចាក់មិនជាបាទអញ្ចឹងអ្វីដែលសំខាន់បំផុតហ្នឹង
ទីមួយហ្នឹងថា delay ហ្នឹងថ្មីឬអត់បើថ្នាំហ្នឹង delay ថ្មីគឺយើងយកមកព្យាបាលក៏ប្រសិទ្ធភាពរបស់វាទៅតាមនឹងដែរបាទប្រសិទ្ធភាពខ្ពស់ហើយបើថាវាចិត្តផុត delay ហើយឬក៏ហួស delay យកមកអាចពេលខ្លះអាចបន្ទោសពេទ្យទៀតថាថ្នាំនឹងអត់ត្រូវទេបាទចាក់ថ្នាំព្យាបាលជំងឺអត់ជាសោះបាទនៅតែពេទ្យនឹងផ្សំអត់ត្រូវទេបាទតាមពិតមិនមែននៅពេលខ្លះដោយសារតែdelay នឹងឯងបាទព្រោះកន្លែងខ្លះគាត់លក់គាត់មិនចង់ថាលក់របស់ full delay ប៉ុន្តែគាត់មិនបានជាមើលដែរយូរអាថ្នាំខ្លះបាទថ្នាំខ្លះអត់សូវត្រូវព្យាបាលសត្វទេបាទគេដាក់នឹងពេលខ្លះមកលក់ឲ្យតែមានទេបាទយូរគេសួររើម្ដងដល់ពេលគេសួររើពេលខ្លះចំអា full delay នឹងតែម្ដងបាទអញ្ចឹងវាមានច្រើនកន្លែងបងប្អូនបាទវាមានជាភាសាអង់គ្លេសវាមានជាភាសាវៀតណាមភាសាបារាំងអីចឹងទៅបាទអញ្ចឹងទៅថ្ងៃក្រោយទៅបងប្អូនមានចង្អល់ត្រង់ណាបាទបងប្អូនសួរបាទអាច comment មកបាទភាសាបារាំងឬក៏ភាសាវៀតណាមអីចឹងណាបាទបងប្អូនចង់បានមួយណាចាំខ្ញុំបង្ហាញជូនថាភាសាវៀតណាម ហួស delay គេសេថាម៉េចបាទហើយដល់ពេលភាសាបារាំងហួស delay គេសេថាម៉េចបាទខ្ញុំនឹងបង្ហាញជូនទៀតបាទមួយទៀតតកតងទៅនឹងកម្រិតថ្នាំបាទកម្រិតថ្នាំនេះគឺវាមានសារៈសំខាន់ណាស់បងប្អូនបាទកម្រិតថ្នាំនេះវាមានទំនាក់ទំនងទៅនឹងទម្ងន់សត្វរស់តែម្ដងកាលណាយើងប្រើថ្នាំលើសកម្រិតវាបណ្ដាលឲ្យសត្វនឹងមានប្រតិកម្មឈុកបាទដែលអាចបណ្ដាលឲ្យសត្វងាប់បានផ្ទុយមកវិញបាទប្រសិនបើយើងប្រើក្រោមកម្រិតដែលបានណែនាំនោះនឹងបណ្ដាលឲ្យសត្វពុំអាចជាសះស្បើយពីជំងឺបានឡើយបាទអញ្ចឹងនេះគឺជាសម្បកឱសថណាបងប្អូនបាទនេះគេសេជាភាសាអង់គ្លេសបាទខាងលើ100មីលីលីត្រហ្នឹងมันបញ្ជាក់ពីចំណុះក្នុងម្ដបហ្នឹង100 cc ឬក៏100មីលីលីត្របាទអញ្ចឹងតើតើគំនុះកំព្រួញនេះបាទគឺខ្ញុំសរសេរពីកម្រិតប្រើប្រាស់កម្រិតថ្នាំបាទអញ្ចឹងក្នុងនេះមានគោសេះជ្រូកចៀមពពែគឺយើងប្រើ1មីលីលីត្រ25គីឡូក្រាម BW បាទ BW ហ្នឹង B ហ្នឹងមកពាក្យថា body បាទ body W ហ្នឹងមកពាក្យថា weight បាទអញ្ចឹង body weight ហ្នឹងមានន័យថាទម្ងន់ខ្លួនសត្វបាទអញ្ចឹងក្នុងហ្នឹងចង់និយាយថាគោក្របីសេះជ្រូកចៀមពពែហ្នឹងមួយសេស25គីឡូនៃទម្ងន់ខ្លួនសត្វរស់បាទអញ្ចឹងគេចង់និយាយអញ្ចឹងបាទហើយ dog cat បានន័យថាឆ្កែហើយនឹងឆ្មា1 cc ស្មើនឹង10គីឡូក្រាមនៃទម្ងន់ខ្លួនសត្វរស់បាទហើយគេឲ្យគេបញ្ជាក់ខាងក្រោមជាបន្តទៀតបងប្អូនបាទគេបញ្ជាក់ថាគឺយើងត្រូវចាក់ក្នុងមួយថ្ងៃម្ដងក្នុងរយៈពេល3ទៅ4ថ្ងៃបាទ frequency or injection one daily during 3 to 4 day បាទអញ្ចឹងចង់និយាយថា3ទៅ4ថ្ងៃបាទអញ្ចឹងពុំមានឱសថណាដែលអាចថាចាក់តែម្ដងជាទេបាទសូម្បីតែថ្នាំប៉ារ៉ាស៊ីតហ្នឹងក៏អាចត្រូវចាក់3ដងដែរគ្រាន់ថាគេចាក់អាទិត្យហ្នឹងអាទិត្យក្រោយអាទិត្យក្រោយមួយទៀតអញ្ចឹងទៅបាទកុំលាតគ្នាវែងណាបងប្អូនបាទជាបន្តទៅទៀតគឺតកតងទៅនឹងការថែរក្សាថ្នាំបាទត្រូវរក្សាថ្នាំនៅកន្លែងស្ងួតមិនងាយត្រូវពន្លឺនិងសីតុណ្ហភាពដែលបានកំណត់នៅលើដបថ្នាំឧទាហរណ៍បាទបើសិនជាវ៉ាក់សាំងវិញគឺយើងត្រូវរក្សាទុកនៅក្នុងសីតុណ្ហភាព2ទៅ8អង្សាសេបាទអញ្ចឹងយើងអាចដាក់នៅក្នុងទូទឹកកក2ទៅ8អង្សាហើយបើសិននៅក្នុងទូក្លាសេបងប្អូនបាទបើសិនជានៅក្នុងទឹកកកវាចន្លោះពី0ទៅ4អង្សាណាបាទហើយចំណែកឯថ្នាំប៉ងស្ទ្រីប20វិញគឺត្រូវរក្សាទុកក្នុងសីតុណ្ហភាព2ទៅ15អង្សាសេបាទអញ្ចឹងនេះរៀងហើកន្លែងបងប្អូនគេបញ្ជាក់ច្បាស់លាស់ណាបើសិនជាយើងទុកលើសហ្នឹងវាអាចមានបញ្ហាបាទវាអាចលែងមានប្រសិទ្ធភាពឬក៏បន្ថយប្រសិទ្ធភាពវាបានឬក៏ខូចតែម្ដងហើយអញ្ចឹងហើយបានជាការទុកដាក់របស់វាគេភាគច្រើនគេទុកដាក់នៅក្នុងស្នោនៅក្នុងអីចឹងទៅបាទឬក៏នៅក្នុងខាងក្រោយរោងបាទដែលវាមានភាពត្រជាក់ជាងគេយកទៅដាក់កន្លែងហ្នឹងហើយ
ប៉ុន្តែមិនតម្រូវឲ្យដាក់នៅក្នុងទូទឹកកកទេបាទពីព្រោះបើច្រើនពេកដាក់ទូទឹកកកមិនចំណេញបងប្អូនបាទអញ្ចឹងបងប្អូនត្រូវតែពិនិត្យឲ្យបានច្បាស់មុននឹងប្រើប្រាស់ថ្នាំឬក៏ឱសថបងប្អូនបាទសង្ឃឹមថាបងប្អូននឹងអាចមានសមត្ថភាពបាទក្រោយពីរៀនមេរៀនរបស់ខ្ញុំនេះបាទបងប្អូននឹងមានសមត្ថភាពពិនិត្យមើលដោយខ្លួនឯងអំពីរបៀបពិនិត្យមើលសម្បូរឱសថដើម្បីព្យាបាលជំងឺសត្វបាទវាមានច្រើនហ្នឹងដូចខ្ញុំបង្ហាញជូនពី slide ខាងលើនេះបាទវាមានឈ្មោះពាណិជ្ជកម្មឈ្មោះគីមីឈ្មោះកម្រិតថ្នាំប្រើប្រាស់បាទហើយសន្ទុះហើយនឹងការប្រើប្រាស់ការថែទាំថ្នាំអីហ្នឹងបាទអញ្ចឹងសង្ឃឹមថាបងប្អូននឹងច្បាស់លាស់អំពីវាបាទហើយបើបងប្អូនមានចម្ងល់សូមបងប្អូនខមមិននៅក្រោមវីដេអូដើម្បីខ្ញុំអាចបាទឃើញចន្លោះប្រហោងរបស់ខ្ញុំហ្នឹងខ្ញុំអាចបកស្រាយវីដេអូជូនបងប្អូនជាបន្តទៅទៀតបាទដើម្បីឲ្យយល់កាន់តែច្បាស់និងស៊ីជម្រៅបាទសូមអរគុណសូមជម្រាបលា